บรอเล็กสมเปอកាលពីព្រេងនាយមានបរោះម្នាក់ឈ្មោះថាតុំពុលៈនៅក្នុងក្រុងសាវត្ថីបានធ្វើដំណើរទៅកាន់ឧត្តរាបដ្ឋជនបទក្នុងគមហរដូវក្តៅខ្លាំងពេកក៏ចូលទៅជ្រកក្រោមម្លប់ឈើបានជួបនឹងបរោះម្នាក់ទៀតដែលចូលទៅជ្រកមុនបរោះចូលទៅជ្រកមុនបាននិយាយសុំស្លាមលូថាមនាលសម្លាញ់អ្នកមានស្លាមលូឬទេបើមានខ្ញុំសូមទានមួយម៉ាត់ទទួលទានគ្រាន់មានទឹកមាត់ព្រោះស្រេកទឹកខាស់កអស់ហើយតុំពលៈបរោះលឺសូរដូច្នោះហើយមានចិត្តមេត្តាករុណាបានឲ្យមលូស្លាមួយម៉ាត់ទៅបរោះនោះដើម្បីបរិភោគកាលក្រោយមកបរោះទាំងពីរនាក់ក៏បានឡើងជិះសំពៅឆ្លងមហាសាគរទៅជួញជាមួយនឹងពួកឈ្មួញទាំងឡាយទៅបាន7ថ្ងៃមានខ្យល់ព្យុះជាខ្លាំងធ្លាយសំពៅកណ្ដាលមហាសាគរពួកឈ្មួញទាំងឡាយត្រូវរលកបោកបក់លិចស្លាប់អស់នៅសល់តែតុំពលៈបរោះនិងបរោះដែលបានសុំស្លាស៊ីក្នុងពេលដែលជ្រកក្រោមម្លប់ឈើឯបរោះដែលសុំស្លាមលូបានយកក្តារមួយបន្ទះតោងហែលទៅដោយឡែកតុំពលៈបរោះឥតបានក្តារតោងនោះទេខំហែលទៅដោយឡែកមានសេចក្តីទុក្ខលំបាកយ៉ាងខ្លាំងស្ទើរតែនឹងស្លាប់ជួនជាអាយុមិនទាន់អស់ក៏អណ្ដែតទៅជួបនឹងបរោះដែលសុំស្លាមលូបរោះដែលសុំស្លាមលូនោះឃើញហើយក៏ចាប់លើកបរោះនោះឡើងមកហើយក៏ច្បាស់ថានេះហើយគឺជាតុំពលៈបរោះដែលខ្លួនបានសុំស្លាមលូបរោះនោះក៏លះបង់ក្តារបន្ទះឲ្យទៅបរោះដែលខ្លួនធ្លាប់សុំនោះហើយសុកចិត្តហែឆ្លងទៅខ្លួនទទេព្រោះនឹកឃើញគុណដែលឲ្យស្លាមលូមួយម៉ាត់ដល់ខ្លួនក្នុងពេលដែលខ្លួនស្រែកទឹកខ្លាំងឯតុំពលៈបរោះកាលបើបានផែនក្តារហើយក៏ខំហែលសំដៅទៅរកត្រើយចំណែកខាងបរោះដែលហែលដៃទទេក៏ចេះតែហែលយូរទៅអស់កម្លាំងក៏បណ្ដែតខ្លួននៅលើទឹកគិតថាអាយុអញអស់ក្នុងកណ្ដាលមហាសាគរនេះហើយប៉ុន្តែស្លាប់ក៏ស្លាប់ចោះឲ្យតុំពលៈបរោះអ្នកមានឧបការៈនេះបានរស់ជីវិតកំពុងតែគិតយ៉ាងនេះក៏ក្តៅក្រហាយដល់ទេវតារក្សាសមុទ្រទេវតារំពឹងមើលឃើញបរោះនោះមានគុណធម៌ល្អក៏ស្ទុះទៅស្រង់យកទៅដាក់នៅត្រើយនាយមុនតុំពលៈបរោះលុះតុំពលៈបរោះទៅដល់ស្រាប់តែឃើញបរោះនោះទៅដល់ច្រាំងទើបសួរថាសម្លាញ់ឯងបានអ្វីជិះមកបានជាឆាប់មកដល់ម្លេះបរោះនោះប្រាប់តាមត្រង់ថាខ្ញុំឥតដឹងខ្លួនទេអស់កម្លាំងពេកមិនដែតខ្លួនលើទឹកចាំតែពេលនឹងស្លាប់ស្រាប់តែដល់មកទីនេះតែម្ដងកំពុងតែនិយាយដូច្នោះទេវតាក៏បង្ហាញខ្លួនឲ្យបុរសទាំងពីរមើលឃើញហើយនិយាយប្រាប់ថាខ្ញុំយកអ្នកមកព្រោះអ្នកមានកតញ្ញូកតវេទិធម៌ប្រកបក្នុងខ្លួនបុគ្គលដែលមានភាពល្អដូចអ្នកនឹងបណ្ដោយឲ្យវិនាសមិនបានឡើយតាំងពីព្រេងនាយមកទេវតាទាំងឡាយមិនដែលមើលបំណាំបុគ្គលដែលប្រកបស្មើដូចជាអ្នកនេះឡើយទេវតាប្រាប់ដូច្នោះហើយក៏ឲ្យបុរសទាំងពីររូបបរិភោគអាហារទិព្វស្លៀកពាក់គ្រឿងអលង្ការទិព្វហើយក៏នាំដាក់ចូលទៅក្នុងនគរសាវត្ថីក្នុងឋានៈនោះឯងអ្នកមានកតញ្ញូកតវេទិធម៌តែងតែមានទេវតាជួយរឿងខ្លាធំនិងសេកកាលពីព្រេងនាយមានភ្នំមួយឈ្មោះប៉ាំងសុរពណ៌ស្ថិតនៅក្បែរព្រំអាណាចក្រពារាណសីនៅញោកភ្នំនោះមានខ្លាធំមួយមេស្លាប់ចោលទៅនៅជាមួយបាចាស់ជរាខ្លានេះគឺជាសត្វសម្រស់មានធម៌កតញ្ញូប្រចាំនៅជានិច្ចតែងតែនាំយកចំណីអាហារមកចិញ្ចឹមឪពុករបស់ខ្លួនដែលចាស់ជរាកាលនោះមានសេកមួយគឺជាសេកសត្វសប្បុរសដែរ
អាស្រ័យនៅនាភ្នំនោះបានយកខ្លាធ្វើជាមិត្តសម្លាញ់យ៉ាងជិតស្និទ្ធសម័យខាងក្រោយមកមានបុរសម្នាក់នៅក្នុងបច្ចន្តជនបទជាមនុស្សអសប្បុរសឆ្លោះទាស់ប្តីប្រពន្ធលែងលះគ្នាឯមនុស្សអសប្បុរសនោះក៏ដើរស្ពាយបង្វិចកាត់ភ្នំប៉ាំងសុបរិពតនោះសំដៅទៅក្រុងពារាណសីទៅដល់ជើងភ្នំជួបនឹងសេកធ្វើបដិសន្ធារកិច្ចសួរដំណឹងសពគ្រប់បានដឹងថានឹងឆ្លងកាត់ភ្នំទៅក្រុងពារាណសីក៏ប្រាប់ថាភ្នំនេះមានខ្លាសាហាវច្រើនណាស់អញ្ជើញទៅពុំបាននោះទេក្រែងមានគ្រោះថ្នាក់អញ្ជើញវៀងតាមខាងភ្នំនេះវិញបុរសនោះមិនព្រមឡើយឆ្លើយប្រាប់ថាខ្ញុំប្រញាប់ស៊ូដើរកាត់ភ្នំនេះចោះសេកយល់អធិស្ឋានហើយក៏និយាយប្រាប់ថាបើដូច្នោះអញ្ជើញដើរតាមយកភ្នំនេះទៅចោះខ្ញុំមានពួកម៉ាក់សម្លាញ់ខ្លាធំមួយបើទៅជួបប្រាប់ថាអ្នកជាមិត្តភក្តិនឹងខ្ញុំឲ្យដំណឹងខ្ញុំជូនដំណើរទៅក្រុងពារាណសីមើលសុខទុក្ខតាមផ្លូវឲ្យផងក្រែងសត្រូវមើងងាយមនុស្សអសប្បុរសឮដូច្នោះមានសង្ឃឹមថានឹងធ្វើដំណើរកាត់ភ្នំនេះបានស្រួលហើយក៏រកអាហារស៊ីឲ្យមានកម្លាំងសេកក៏បានរកផ្លែឈើឲ្យបរិភោគមិនបរិភោគតែផ្លែឈើនោះទេក៏យកដំបងវាយសេកសម្រាប់សេកនោះបោចអាំងស៊ីថែមទៀតផងលុះស៊ីហើយក៏ដើរសំដៅទៅរកកន្លែងខ្លាធំដែលសេកបានប្រាប់ខ្លានោះបានដឹងថាជាមិត្តសម្លាញ់នឹងសេកក៏និយាយរាក់ទាក់ឲ្យសំណាក់នៅមួយយប់សិនខ្លាធំក៏ចេញទៅរកចំណីអាហារមកជប់លៀងក្នុងពេលដែលខ្លាធំចេញទៅបុរសនោះនៅជាមួយខ្លាចាស់ជរាជាឪពុកក៏និយាយប្រាប់ខ្លាចាស់នោះថាអំបាញ់មិញខ្ញុំសម្លាប់សេកមួយអាំងស៊ីឆ្ងាញ់ជាងសេកធម្មតាដែលនិយាយយ៉ាងនេះដោយគិតថាខ្លាចាស់មិនដឹងថាសេកជាមិត្តសម្លាញ់នឹងខ្លាធំជាកូនទេឯខ្លាធំរកចំណីបានហើយឲ្យបុរសនោះបរិភោគឆ្អែតដេកលក់ខ្លាចាស់បានប្រាប់កូនថាបុរសនេះបានសម្លាប់សេកជាមិត្តភក្តិកូនឯងស្លាប់ហើយខ្លាធំឮហើយយំសោកស្ទុះរត់ទៅមើលកន្លែងដែលសេកនៅឃើញថាមានតែរោងនៅនឹងដីនឹកខឹងថានឹងស៊ីបុរសនេះវិញឯបុរសនោះភ្ញាក់ឡើងបាត់ខ្លាធំក៏សួរខ្លាចាស់បានដឹងថាទៅមើលសេកដែលខ្លួនស៊ីក៏កើតទោសៈចំពោះខ្លាចាស់យកដុំថ្មគប់ខ្លាចាស់នោះស្លាប់ទៅហើយយកដំបងមួយយ៉ាងធំឈរក្បែរគល់ឈើចាំវាយសម្លាប់ខ្លាធំនោះទៀតប៉ុន្តែដោយខ្លាធំមានធម៌សប្បុរសមិនអាចសម្លាប់បានឡើយឃើញខ្លាធំមកដល់បុរសនោះក៏ភ័យញាប់ញ័រក្រាបថ្វាយបង្គំសុំទោសខ្លាធំក្រឡេកមើលទៅឃើញឪពុកខ្លួនត្រូវដំបងបែកក្បាលស្លាប់ដឹងថាបុរសនោះសម្លាប់នឹកតូចចិត្តគិតខំបុរសនោះម្ដងប៉ុន្តែធម្មតាអ្នកមានធម៌សប្បុរសតែងមានគំនិតគិតវែងឆ្ងាយជឿបុណ្យជឿបាបយល់ហេតុផលច្បាស់ណាស់ទើបមានគំនិតថាបុរសនេះអសប្បុរសអញមិនគួរប្រទុសរាយតបឲ្យជាប់ពៀនឹងវាទេសម្លាញ់អញក្តីឪពុកអញក្តីដែលស្លាប់ទៅគឺជាផលកម្មរបស់គាត់សាងពីបុព្វជាតិមកយល់ច្បាស់ដូច្នោះហើយក៏និយាយរាក់ទាក់ទៅរកបុរសនោះហើយជូនដំណើរទៅទៀតដរាបដល់ផុតពីទីគ្រោះថ្នាក់ឯសេកដែលស្លាប់ទៅបានទៅកើតនៅឋានសួគ៌បរិបូរណ៍ដោយទិព្វសម្បត្តិដោយអំណាចនៃធម៌សប្បុរសចំណែកខាងខ្លាធំដល់អស់អាយុក៏បានទៅកើតនៅឋានទេវលោកដូចសេកដែរសេចក្តីពិសេសគួរសង្ស័យថាខ្លាចាប់តែសត្វស៊ីជាអាហារធ្វើបាណាតិបាតរាល់ពេលហេតុអ្វីក៏បានទៅកើតនៅក្នុងឋានសួគ៌ដែលទៅកើតនៅក្នុងឋានសួគ៌នោះមិនមែនអំពើបាណាតិបាតនាំទៅកើតនោះទេគឺសប្បុរសធម៌ដែលមាននៅក្នុងសម័យដែលគួរមាននោះទេនាំទៅកើត
មិនចាំបាច់និយាយឡើយដល់ទៅខ្លាធំដែលមានចិត្តសប្បុរសដល់ម្លោះសំបីតែគ្មានសោះក៏ដោយបើប្រសិនជាពេលចិត្តស្លាប់ជន់ចិត្តចាប់បានកុសលធម៌ណាមួយហើយទៀងតែទៅឋានសួគ៌សិនមិនខានដោយពុទ្ធភាសិតថាចិត្តទេបសុទ្ធេសុគតិបដិសង្ខារចិត្តបរិសុទ្ធទៅសុគតិភពសេពនឹងជនអសប្បុរសអន់ជាងសេពនឹងសត្វដេរឆាន